និយាយទៅតជាមួយនឹងសញ្ញាខ្វែងនៅលើខ្សែបេះដូងបាទបងប្អូនសញ្ញាខ្វែងកាលណានៅលើខ្សែបេះដូងគឺបង្ហាញពីអត្ថន័យដែលមិនល្អដែលកើតឡើងនៅក្នុងជីវិតស្នេហារបស់យើងដៃគូរបស់យើងជាធម្មតាសញ្ញាខ្វែងបើយើងគិតពីសញ្ញាចរាចរណ៍ឬក៏សញ្ញាហាមឃាត់ជាធម្មតាសញ្ញាខ្វែងគេដាក់ភាគច្រើននៅកន្លែងតំបន់មីនមែនទេអ្នកទាំងអស់គ្នាបាទអញ្ចឹងគេដាក់ហ្នឹងគឺហាមចូលខ្លាចផ្ទុះដាក់ខ្លាចអីហើយគេដាក់សញ្ញាក្បាលខ្មោចបាទអញ្ចឹងសញ្ញាខ្វែងគឺបង្ហាញពីអត្ថន័យមិនល្អទៅលើដៃគូជីវិតដែលវាស្ថិតនៅលើខ្សែបេះដូងបាទអញ្ចឹងនៅក្នុងវ័យនេះគឺអាយុ24បាទ24អញ្ចឹងនៅក្នុងអាយុ24របស់គាត់ហ្នឹងគឺមានន័យថាគាត់នឹងជួបស្នេហាមួយដែលដូចផ្ទុះសេខ្សែភ្លើងអញ្ចឹងបាទដូចផ្ទុះសេអញ្ចឹងបាទមានន័យថាទទួលយកអត់បានទេហើយគឺវាផ្ទុះខ្លាំងមែនតើរវាងដៃគូរបស់គាត់ពីរនាក់ហ្នឹងបាទទុកបានគឺបានទុកមិនបានគឺចប់តែម្ដងគឺវាគ្រោះថ្នាក់មានន័យថាគឺជាតំបន់គ្រោះថ្នាក់នៃសេចក្តីស្នេហាបាទគឺជាតំបន់គ្រោះថ្នាក់ខ្ញុំជួបបាទអតិថិជនម្នាក់ដែលមានសញ្ញាខ្វែងនៅលើខ្សែបេះដូងហ្នឹងបាទគាត់ជួបរឿងហេតុបាទថ្ងៃមួយហ្នឹងប្តីហ្នឹងគាត់វាថាគាត់ឈឺបាទគាត់ឈឺអញ្ចឹងទៅហើយមេធំអីចឹងមករាប់អានគាត់អីចឹងណាមករកគាត់មកវិនិយោគទុនអីចឹងទៅដាក់ដើមទុនអីចឹងទៅហើយថ្ងៃហ្នឹងគាត់ឈឺគាត់អត់ស្រួលខ្លួនបាទហើយជាធម្មតាគាត់ទៅណាគាត់មានប្រពន្ធគាត់ទៅតាមជាមួយអញ្ចឹងណាបានប្រពន្ធគាត់ជួយគិតជួយអីអញ្ចឹងទៅហើយដល់ពេលថ្ងៃហ្នឹងមេភ្ញៀវធំហ្នឹងគាត់មកជួបណាត់ជួបគាត់បាទណាត់ជួបគាត់អញ្ចឹងទៅហើយថ្ងៃហ្នឹងគាត់ស្រួលខ្លួនអញ្ចឹងដាច់ខាតគាត់ត្រូវទៅទៀមទាប្រពន្ធទៅព្រោះចំនួនវាធំដែរបាទដល់ពេលអញ្ចឹងទៅគាត់ទេទៅប្រពន្ធថាអូនថ្ងៃហ្នឹងយើងទៅជួបភ្ញៀវធំវិនិយោគលុយទុនវិនិយោគទុនលុយធំអីចឹងណាបាទដល់ពេលហើយប្រពន្ធគាត់ថាថ្ងៃហ្នឹងវាចែកដន់បាទវាចែកដន់ចាំថាប្រពន្ធគាត់ចំថ្ងៃ birthday ផងម្ដាយផងម៉ាក់ផងគាត់ហ្នឹងគាត់ថាគាត់អត់ចង់ទៅទេគាត់អត់ទៅហ្មងគាត់និយាយថាអត់ទៅហ្មងមិនអត់ចង់ទៅអត់ទៅហ្មងអញ្ចឹងទៅប្តីចេះសួរថាអូន birthday ម៉ាក់ថ្ងៃម៉ោងប៉ុន្មានអីម៉ោងប៉ុន្មានអូនឯងទៅជួបខ្ញុំសិនទៅចាំទៅ birthday ម៉ាក់អីចឹងណាទៅប្រពន្ធអត់ព្រមរហូតបាទព្រមរហូតទៅប្តីគាត់រៀងខឹងណាគាត់ខឹងថាថ្ងៃហ្នឹងទៅវិនិយោគទុនរឿងធំដុំដាក់ដើមទុនទៅរឿងធំដុំហេតុអីគាត់ទៅនិយាយគ្នាឲ្យចាំមក birthday ម៉ាក់ទៅវាថៃអីចឹងណាហ្នឹងហើយគាត់ខឹងខ្លាំងតែគាត់អត់ធ្មត់គាត់អត់មានតែនិយាយជាមួយប្រពន្ធទេទៅប្រពន្ធថាអត់ទៅទេឲ្យបងឯងទៅខ្លួនឯងគាត់និយាយចឹងហ្នឹងហើយប៉ុន្តែប្តីហ្នឹងគាត់ថាសុខភាពគាត់ខ្សោយគាត់អត់ចេញទេថ្ងៃហ្នឹងគាត់អត់មានកម្លាំងកំហែងគិតអីទេអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅទោះនិយាយប្រាប់ប្រពន្ធបែបមិនក៏ប្រពន្ធអត់ទៅដែរប្រពន្ធអត់ទៅដែរអញ្ចឹងទៅប្តីគាត់ឆ្ងល់គាត់សួរប្រពន្ធមួយម៉ាត់សួរថាចាចំគាត់មិនអោយកាត់ថារវាងប្តីមួយប្រពន្ធហ្នឹងពីណាសំខាន់ប្តីហើយជាមួយនឹងម្ដាយហ្នឹងពីណាសំខាន់ជាងទេគាត់ចង់និយាយថាគាត់ទៅជួបភ្ញៀវហ្នឹងវាថាជន់ម៉ោងតាណាជាមួយម៉ាក់ក៏ដោយប៉ុន្តែគាត់ចង់ថាឲ្យយើងទៅនិយាយសិនទៅវាមិនយូរទេចាំមក birthday ម៉ាក់វិញអញ្ចឹងគាត់ជូនមកជូនអីចឹងណាតែប៉ុណ្្នឹងនៅតែអត់ព្រមនៅតែទៅ birthday ម៉ាក់គឺថាម៉ាក់សំខាន់អីចឹងណាហ្នឹងហើយប្តីក៏គាត់អត់មានថាអូអត់ឲ្យទៅដែរអញ្ចឹងណាគាត់ថានៅឲ្យទៅតើគាត់មកជួយការងារ complete សិនហ្នឹងដល់ពេលអញ្ចឹងប្តីគាត់យល់ថាប្រពន្ធហ្នឹងដូចទុកគាត់អត់សំខាន់ជាងម្ដាយមានន័យថាប្រពន្ធហ្នឹងអត់ខ្វល់ខ្វាយពីគាត់អីចឹងណាបាទដល់ពេលអញ្ចឹងប្តីគាត់ទៅបាទប្តីគាត់ទៅដល់ពេលប្តីគាត់ទៅនិយាយជាមួយនឹងភ្ញៀវអញ្ចឹងណានឹងនិយាយពីស្អីទេគាត់ថាគាត់ដាក់វិនិយោគទុនលុយច្រើនដែរបាទអញ្ចឹងទៅដល់ពេលគាត់វេលុយវេអីគេវិនិយោគទុនទៅហើយភ្ញៀវនឹងប្លុកគាត់អញ្ចឹងណាបោកយកលុយក៏អស់រាប់ម៉ឺនដុល្លារអញ្ចឹងណាហ្នឹងហើយដល់គាត់មកដល់ផ្ទះវិញបាទគាត់មកដល់ផ្ទះវិញគាត់ខឹងគាត់ម៉ោមកគាត់សឹងឲ្យចង់កស្លាប់ខ្លួនបាទហើយបានប្រពន្ធទូរស័ព្ទមកថាទៅជាមួយបាទទៅជាមួយតែរឿងវាផុតបាត់អីហ្នឹងប្តីទៅចរចាមួយគេអស់លុយអស់អីហ្នឹងហើយដល់ពេលអញ្ចឹងវាលក្ខណៈមួយថាគាត់អន់ចិត្តមួយប្រពន្ធណាទៅគាត់ខឹងប្រពន្ធថាប្រពន្ធអត់យកចិត្តទុកដាក់មួយគាត់ទាំងតែគាត់ខំវល់ខំនិយាយស្ដីអីជាមួយអីចឹងទៅបែរជាអត់មានយកចិត្តទុកដាក់មួយគាត់បាទ
នៅពេលអញ្ចឹងគាត់អន់ចិត្តគាត់សំបែកគ្នាបាទគាត់គិតថាប្រពន្ធគិតថាគាត់អត់ឲ្យតម្លៃគិតថាប្រពន្ធអត់ឲ្យតម្លៃគាត់អញ្ចឹងណាបងប្អូនបាទអញ្ចឹងសាច់រឿងគឺវាបែបហ្នឹងអញ្ចឹងអាកន្លែងសញ្ញាខ្វាយនៅកន្លែងហ្នឹងគឺមានន័យថាដូចគ្រោះមហន្តរាយនៃអឺសេចក្តីស្នេហារបស់យើងអញ្ចឹងគឺគ្រោះបាទគឺកន្លែងហ្នឹងគឺបើយើងនិយាយទៅវាជាព្រំលិខិតតែគាត់ត្រូវជួបមានថាជួបរឿងដែលនឹកស្មានមិនដល់ដូចផ្ទុះសេអញ្ចឹងបាទដូចផ្ទុះសេខ្សែភ្លើងអញ្ចឹងបាទអញ្ចឹងកន្លែងសញ្ញាខ្វាយលើខ្សែបេះដូងហ្នឹងគឺមិនល្អទេបាទគឺគ្រោះថ្នាក់ខ្លាំងបំផុតហើយជួបរឿងដែលពិបាកទទួលយកបំផុតអញ្ចឹងណាបាទទោះយើងសុំស្នើពីភាគីប្រពន្ធឬក៏ភាគីសង្សារអីក៏ដោយគឺមិនទទួលបានការយល់ព្រមពីគាត់ទេទោះយើងនិយាយត្រូវក៏ដោយបាទនៅតែប្រពន្ធគិតថាយើងខុសគិតថាមិនទៅមួយយើងអីចឹងទោះយើងវល់អីក៏ដោយគឺវាបែបហ្នឹងបាទអញ្ចឹងសញ្ញាខ្វាយគឺអត្តន័យអាក្រក់មែនទែនបាទ